ជាខណ្ឌនីមួយៗនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដែលឡែកពីគ្នាថ្មីនេះនៅក្នុងខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានក្នុងឯដ៏មានតម្លៃមួយទៀតគឺរ៉ាមីអ្នកស្រាវជ្រាវជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាគេបានរកឃើញរ៉ាមីប្រហែលជា8លានតោននៅកាលពីមេម៉ោងសកាសីមាខេត្តមណ្ឌលគិរីផ្នែកខាងរ៉ាមីក្នុងស្រុកនេះទៅបានក្រុមហ៊ុនចង់ធ្វើវិនិយោគរួចទៅហើយរ៉ាមីនៅមណ្ឌលគិរីជារ៉ាមីដែលមានគុណភាពល្អអាចយកទៅជាគ្រឿងអលង្ការផ្សេងៗសម្រាប់ប្រើប្រាស់ឬសម្រាប់លក់ដូរបានរ៉ាមីមិនមែនមានតែក្នុងខេត្តមណ្ឌលគិរីទេនៅស្រុករបៀងខេត្តព្រះវិហារក៏មានរ៉ាមីដែរប្រជាជននៅទីនោះចង់ការរ៉ាមីជារបស់ចិញ្ចឹមជីវិតតាំងពីយូរណាស់មកខេត្តពួកគេបានរ៉ាមីដែលសម្រាប់ប្រកាន់សុខភាពគេអាចរកមានសម្បត្តិពី5 ទីទៅ1ក្នុងខេត្តដែរឬយ៉ាងខេត្តនៅក៏បាន2 3 ជីមធម្មតាដែរខាងនេះពលរដ្ឋនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដ៏ឡែកពីគ្នានេះនៅខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានធម្មជាតិក្នុងដីដ៏មានតម្លៃមួយក៏រ៉ាមីអស្ចារ្យជាងស្រីបានប្រកាសថាក៏បានរកឃើញរ៉ាមីប្រហែលជា8លានតោននៅកាលពីមេម៉ោងស្រកាពីស្រីម៉ាខេត្តមណ្ឌលគិរីផ្នែកខ្លះនៃរ៉ាមីក្នុងស្រុកនេះបានត្រូវក្រុមហ៊ុនចិនចូលនិយោគទៅនោះក៏ហើយតែមាននៅមណ្ឌលគិរីជារ៉ាមីដែលមានគុណភាពល្អអាចធ្វើគ្រឿងអលង្ការផ្សេងៗសម្រាប់ប្រើប្រាស់សម្រាប់លក់បានតែមានមិនមែនមានតែនៅខេត្តមណ្ឌលគិរីទេនៅស្រុករបៀងខេត្តព្រះវិហារក៏មានរ៉ាមីដែរប្រជាជននៅទីនេះគឺការរ៉ាមីជារបស់ចិញ្ចឹមជីវិតតាំងពីយូរណាស់មកហើយពួកគេរ៉ាមីដោយកម្លាំងប្រកាន់សិក្សាគេអាចរកមាសសុទ្ធបានពី2 5 G ទៅមួយកម្លាំងក្នុងវិស័យដីនឹងហើយនៅក៏បាន2 ឬ 3 G មាសធម្មតាដែរអំណាចរ៉ាមីនៅកម្ពុជាខេត្តនីមួយៗនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដ៏ឡែកពីគ្នាថ្មីនេះនៅខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានក្នុងដីដ៏មានតម្លៃមួយទៀតគឺរ៉ាមីអ្នកស្រាវជ្រាវជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាគេបានរកឃើញរ៉ាមីប្រហែលជា8លានតោននៅកាទីនិងមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគិរីផ្នែកខ្លះនៃរ៉ាមីក្នុងស្រុកនេះត្រូវក្រុមហ៊ុនចិនធ្វើវិនិយោគទុនរួចទៅហើយរ៉ាមីនៅមណ្ឌលគិរីជារ៉ាមីដែលមានគុណភាពល្អអាចយកទៅធ្វើជាគ្រឿងអលង្ការផ្សេងៗសម្រាប់ប្រើប្រាស់ឬសម្រាប់លក់ដូរបានរ៉ាមីមិនមែនមានតែនៅខេត្តមណ្ឌលគិរីទេនៅស្រុករវៀងខេត្តព្រះវិហារក៏មានរ៉ាមីដែរប្រជាជននៅទីនោះយកការរែងរ៉ាមីជារបរចិញ្ចឹមជីវិតតាំងពីយូរណាស់មកហើយពួកគេរែងមាសដោយកម្លាំងពលកម្មសុទ្ធសាធគេអាចរកមាសសុទ្ធបានពី5 G ទៅ1តម្លឹងក្នុងមួយសប្តាហ៍ឬយ៉ាងហោចណាស់ក៏បាន2 ឬ 3 G មាសធម្មតាដែរមន្ត្រីនៅកម្ពុជាខេត្តនីមួយៗនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដ៏ឡែកពីគ្នាថ្មីនេះនៅខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានក្នុងដីដ៏មានតម្លៃមួយទៀតគឺរ៉ាមីអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាគេបានរកឃើញរ៉ាមីប្រហែលជា8លានតោននៅកាទីនិងមេម៉ោងស្រកាសីមាខេត្តមណ្ឌលគិរីផ្នែកខ្លះនៃរ៉ាមីក្នុងស្រុកនេះបានត្រូវក្រុមហ៊ុនចិនធ្វើវិនិយោគរួចទៅហើយរ៉ាមីនៅមណ្ឌលគិរីជារ៉ាមីដែលមានគុណភាពល្អអាចយកទៅធ្វើជាគ្រឿងអលង្ការផ្សេងៗសម្រាប់ប្រើប្រាស់ឬសម្រាប់លក់ដូរបានរ៉ាមីមិនមែនមាននៅតែខេត្តមណ្ឌលគិរីទេនៅស្រុកក្នុងវាងខេត្តព្រះវិហារក៏មានរ៉ាមីដែរប្រជាជននៅទីនោះយកការរែងរ៉ាមីជារបរចិញ្ចឹមជីវិតតាំងពីយូរណាស់មកហើយពួកគេរែងមាសដោយកម្លាំងពលកម្មសុទ្ធសាធគេអាចរកមាសសុទ្ធបានពី5 G ទៅ1តម្លឹងក្នុងមួយសប្តាហ៍ឬយ៉ាងហោចណាស់ក៏បាន2 ឬ 3 G មាសធម្មតាដែររ៉ាមីនៅកម្ពុជាខេត្តនីមួយៗនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដ៏ឡែកពីគ្នាថ្មីនេះនៅខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានក្នុងដីដ៏មានតម្លៃមួយទៀតគឺរ៉ាមីអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាគេបានរកឃើញរ៉ាមីប្រហែលជា8លានតោននៅកាទីនិងមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគិរីផ្នែកខ្លះនៃរ៉ាមីក្នុងស្រុកនេះបានត្រូវក្រុមហ៊ុនចិនធ្វើវិនិយោគរួចទៅហើយរ៉ាមីនៅមណ្ឌលគិរីជារ៉ាមីដែលមានគុណភាពល្អអាចយកទៅធ្វើជាគ្រឿងអលង្ការផ្សេងៗសម្រាប់ប្រើប្រាស់ឬសម្រាប់លក់ដូរបានរ៉ាមីមិនមែនមានតែនៅក្នុងខេត្តមណ្ឌលគិរីទេនៅស្រុករវៀងខេត្តព្រះវិហារក៏មានរ៉ាមីដែរប្រជាជននៅទីនោះយកការរ៉ាមីជារបរចិញ្ចឹមជីវិតតាំងពីយូរណាស់មកហើយពួកគេរែងមាសដោយកម្លាំងពលកម្មសុទ្ធសាធគេអាចរកមាសសុទ្ធបាន5 G ទៅ1តម្លឹងក្នុងមួយសប្តាហ៍ឬយ៉ាងហោចណាស់ក៏បាន2 ឬ 3 G មាសធម្មតាដែរកម្ពុជាខេត្តនីមួយៗនៅប្រទេសកម្ពុជាមានធនធានធម្មជាតិដ៏ឡែកពីគ្នាថ្មីនេះនៅខេត្តមណ្ឌលគិរីគេប្រទះឃើញធនធានក្នុងដីដ៏មានតម្លៃមួយទៀតគឺរ៉ាមីអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាគេបានរកឃើញរ៉ាមីប្រហែលជា8លានតោននៅកាទីនិងមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគិរីផ្នែកខ្លះនៃរ៉ាមីក្នុងស្រុកនេះបានត្រូវក្រុមហ៊ុនចិនធ្វើវិនិយោគរួចទៅហើយរ៉ាមីនៅមណ្ឌលគិរីជារ៉ាមីដែលមានគុណភាពល្អអាចយកទៅធ្វើជាគ្រឿងអលង្ការផ្សេងៗសម្រាប់ប្រើប្រាស់ឬសម្រាប់លក់ដូរបានរ៉ាមីមិនមែនមាននៅខេត្តមណ្ឌលគិរីទេនៅស្រុករវៀងខេត្តព្រះវិហារក៏មានរ៉ាមីដែរប្រជាជននៅទីនោះយកការរែងរ៉ាមីជារបរចិញ្ចឹមជីវិតតាំងពីយូរលង់ណាស់មកហើយពួកគេរែងមាសដោយកម្លាំងពលកម្មសុទ្ធសាធគេអាចរកមាសសុទ្ធបានពី5 G ទៅ1តម្លឹងក្នុងមួយសប្តាហ៍ឬយ៉ាងហោចណាស់ក៏បាន2 ឬ 3 G មាសធម្មតាដែរ